អញ្ចឹងការដើរលើខ្សែពួរតឹងខ្ញុំបានជួបបញ្ហាធ្ងន់ធ្ងរជាងការធ្លាក់ស្លាប់ប៉ូលីសនៅពីមុខខ្ញុំបានជំរុញដោយសប្បុរសមិនឲ្យខ្ញុំធ្វើអ្វីដែលឈួតឥឡូវនេះសំឡេងមិនទាន់ធ្វើឲ្យវាហាក់ដូចជាខ្ញុំនឹងធ្លាក់ចូលទៅក្នុងជ្រោះនៅពេលណាក៏ដោយប៉ុន្តែខ្ញុំគ្រាន់តែញញឹមបន្តិចក្រោមកសែតភ្នែកដ៏ភ្ញាក់ផ្អើលរបស់ពួកគេខ្ញុំបានស្ប៉ាយឈើទប់លំនឹងហើយក៏បង្វិលខ្លួនយ៉ាងលឿនខ្ញុំបានផ្លាស់ប្ដូរទិសដៅម្ដងទៀតដំណើរការទាំងមូលគឺរលូនប៉ូលីសទាំងពីរនាក់ចង់ចាប់ខ្ញុំប៉ុន្តែពួកគេមិនអាចធ្វើអ្វីបានទេទោះជាយ៉ាងណាក៏ដោយខ្ញុំមិនខ្វល់ពីវាទាល់តែសោះខ្ញុំបានចេញដំណើរម្ដងទៀតលើកនេះខ្ញុំចង់កាន់តែឈួតគួតថែមទៀតនៅពេលដែលខ្ញុំទៅដល់ពាក់កណ្ដាលផ្លូវខ្ញុំក៏លុតជង្គង់ចុះប៉ុន្តែលើកនេះខ្ញុំលុតជង្គង់ចំលើធ្នឹមលំនឹងបន្ទាប់មកខ្ញុំក៏យឺតលាតដៃហើយមើលចុះក្រោមទៅហ្វូងមនុស្សខ្ញុំមានអារម្មណ៍ថាដូចជាសត្វស្លាបសេរីដែលរីករាយនឹងទេសភាពដែលជារបស់ខ្ញុំតែម្នាក់ឯងនៅពីលើពិភពនៅពេលនោះដៃគូរបស់ខ្ញុំក៏ជួបបញ្ហាប៉ូលីសមួយក្រុមទៀតបានសម្រុកមកមុខវាហាក់ដូចជាភាគីទាំងពីរចង់ទាញខ្ញុំឡើងប៉ុន្តែខ្ញុំនៅតែនឹងស្ងប់ស្ងាត់ដូចជាភ្នំខ្ញុំបានបដូរទិសដៅម្ដងទៀតក្រោមកសែតភ្នែកដ៏ភ្ញាក់ផ្អើលរបស់ពួកគេប៉ូលីសបានត្រឹមតែមើលដោយអស់សង្ឃឹមនៅលើខ្សែពួរខ្ញុំគឺជាស្ដេចដ៏ពិតប្រាកដបន្ទាប់មកខ្ញុំក៏បត់ទៅលើឈើទប់លំនឹងដោយជើងម្ខាងប៉ុន្តែនៅចំណុចនេះសូម្បីតែប៉ូលីសនៅក្បែរខ្ញុំក៏មិនអាចជួយកោតសរសើរខ្ញុំបានភ្នែករបស់ពួកគេពោពេញដោយភាពភ្ញាក់ផ្អើលបន្ទាប់ពីធ្វើបែបនេះខ្ញុំក៏ចេញដំណើរម្ដងទៀតប៉ូលីសទាំងពីរនាក់គិតថាខ្ញុំកំពុងរៀបចំត្រឡប់ទៅដំបូលផ្ទះវិញដូច្នេះពួកគេក៏ត្រៀមខ្លួនជួយខ្ញុំប៉ុន្តែតើខ្ញុំអាចចាក់ចេញដោយរបៀបណានៅពេលដែលខ្ញុំមិនទាន់ពេញចិត្តខ្ញុំដូចជាក្មេងរឹងរូសបង្វិលខ្លួនម្ដងទៀតទេធំណាស់តោះពេលដែលខ្ញុំនៅពាក់កណ្ដាលផ្លូវខ្ញុំក៏ស្រាប់តែឈប់ហើយយឺតអង្គុយចុះប៉ុន្តែនៅពេលនោះខ្ញុំរស់ឹកមានអារម្មណ៍ថាខ្ញុំកំពុងអង្គុយនៅមាត់ពិភពលោកអារម្មណ៍នោះទាំងរំភើបនិងគ្រោះថ្នាក់មួយវិនាទីបន្ទាប់ខ្ញុំក៏ដេកចុះនៅលើខ្សែដែកហ្វូងមនុស្សនៅខាងក្រោមកាន់តែច្រើនឡើងហើយពួកគេទាំងអស់ក៏កោតសរសើរខ្ញុំពីខាងក្រោមបេះដូងនៅពេលដែលខ្ញុំកំពុងជ្រុំមិចក្នុងអារម្មណ៍មោទនភាពនិងពេញចិត្តនោះសត្វសមុទ្រមួយស្រាប់តែហោះចូលទៅក្នុងមេឃឃើញភ្នែកពណ៌ក្រហមឈាមរបស់វាខ្ញុំក៏ស្រាប់តែមានអារម្មណ៍មិនល្អខ្ញុំក៏ក្រោកឡើងយ៉ាងលឿនដោយបដិញ្ញាថានឹងបញ្ចប់ការសម្ដែងដែលមិនធ្លាប់មានពីមុនមកនេះភ្លាមនោះវីសមួយក៏របូតចេញហើយខ្ញុំក៏ស្ទើរតែបាត់បង់លំនឹងហើយដួលក្នុងពេលជាមួយគ្នានោះពុទ្ធមភិក្ខុដែលហោះពីលើក៏បន្តជំរុញឲ្យខ្ញុំចាក់ចេញប៉ុន្តែបើមិនដូច្នេះទេពួកគេនឹងប្រើកម្លាំងដើម្បីវាស់វែងសំឡេងក្រហមខ្លាំងដូចជាពូឡានផ្ទុះនៅក្នុងត្រចៀកខ្ញុំទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការភ័យខ្លាចថ្មីនេះខ្ញុំពិបាកនៅក្នុងការរក្សាលំនឹងរបស់ខ្ញុំអញ្ចឹងការដើរលើខ្សែពួរតឹងខ្ញុំបានជួបបញ្ហាធ្ងន់ធ្ងរជាងការធ្លាក់ស្លាប់ប៉ូលីសនៅពីមុខខ្ញុំបានជំរុញដោយសប្បុរសមិនឲ្យខ្ញុំធ្វើអ្វីដែលឈួតឥឡូវនេះសំឡេងមិនទាន់ធ្វើឲ្យវាហាក់ដូចជាខ្ញុំនឹងធ្លាក់ចូលទៅក្នុងជ្រោះនៅពេលណាក៏ដោយប៉ុន្តែខ្ញុំគ្រាន់តែញញឹមបន្តិចក្រោមកសែតភ្នែកដ៏ភ្ញាក់ផ្អើលរបស់ពួកគេខ្ញុំបានស្ប៉ាយឈើទប់លំនឹងហើយក៏បង្វិលខ្លួនយ៉ាងលឿនខ្ញុំបានផ្លាស់ប្ដូរទិសដៅម្ដងទៀតដំណើរការទាំងមូលគឺរលូនប៉ូលីសទាំងពីរនាក់ចង់ចាប់ខ្ញុំប៉ុន្តែពួកគេមិនអាចធ្វើអ្វីបានទេទោះជាយ៉ាងណាក៏ដោយខ្ញុំមិនខ្វល់ពីវាទាល់តែសោះខ្ញុំបានចេញដំណើរម្ដងទៀតលើកនេះខ្ញុំចង់កាន់តែឈួតគួតថែមទៀតនៅពេលដែលខ្ញុំទៅដល់ពាក់កណ្ដាលផ្លូវខ្ញុំក៏លុតជង្គង់ចុះប៉ុន្តែលើកនេះខ្ញុំលុតជង្គង់ចំលើធ្នឹមលំនឹងបន្ទាប់មកខ្ញុំក៏យឺតលាតដៃហើយមើលចុះក្រោមទៅហ្វូងមនុស្សខ្ញុំមានអារម្មណ៍ថាដូចជាសត្វស្លាបសេរីដែលរីករាយនឹងទេសភាពដែលជារបស់ខ្ញុំតែម្នាក់ឯងនៅពីលើពិភពនៅពេលនោះដៃគូរបស់ខ្ញុំក៏ជួបបញ្ហាប៉ូលីសមួយក្រុមទៀតបានសម្រុកមកមុខវាហាក់ដូចជាភាគីទាំងពីរចង់ទាញខ្ញុំឡើងប៉ុន្តែខ្ញុំនៅតែនឹងស្ងប់ស្ងាត់ដូចជាភ្នំខ្ញុំបានបដូរទិសដៅម្ដងទៀតក្រោមកសែតភ្នែកដ៏ភ្ញាក់ផ្អើលរបស់ពួកគេប៉ូលីសបានត្រឹមតែមើលដោយអស់សង្ឃឹមនៅលើខ្សែពួរខ្ញុំគឺជាស្ដេចដ៏ពិតប្រាកដបន្ទាប់មកខ្ញុំក៏បត់ទៅលើឈើទប់លំនឹងដោយជើងម្ខាងប៉ុន្តែនៅចំណុចនេះសូម្បីតែប៉ូលីសនៅក្បែរខ្ញុំក៏មិនអាចជួយកោតសរសើរខ្ញុំបានភ្នែករបស់ពួកគេពោពេញដោយភាពភ្ញាក់ផ្អើលបន្ទាប់ពីធ្វើបែបនេះខ្ញុំក៏ចេញដំណើរម្ដងទៀតប៉ូលីសទាំងពីរនាក់គិតថាខ្ញុំកំពុងរៀបចំត្រឡប់ទៅដំបូលផ្ទះវិញដូច្នេះពួកគេក៏ត្រៀមខ្លួនជួយខ្ញុំប៉ុន្តែតើខ្ញុំអាចចាក់ចេញដោយរបៀបណានៅពេលដែលខ្ញុំមិនទាន់ពេញចិត្តខ្ញុំដូចជាក្មេងរឹងរូសបង្វិលខ្លួនម្ដងទៀតទេធំណាស់តោះពេលដែលខ្ញុំនៅពាក់កណ្ដាលផ្លូវខ្ញុំក៏ស្រាប់តែឈប់ហើយយឺតអង្គុយចុះប៉ុន្តែនៅពេលនោះខ្ញុំរស់ឹកមានអារម្មណ៍ថាខ្ញុំកំពុងអង្គុយនៅមាត់ពិភពលោកអារម្មណ៍នោះទាំងរំភើបនិងគ្រោះថ្នាក់មួយវិនាទីបន្ទាប់ខ្ញុំក៏ដេកចុះនៅលើខ្សែដែកហ្វូងមនុស្សនៅខាងក្រោមកាន់តែច្រើនឡើងហើយពួកគេទាំងអស់ក៏កោតសរសើរខ្ញុំពីខាងក្រោមបេះដូងនៅពេលដែលខ្ញុំកំពុងជ្រុំមិចក្នុងអារម្មណ៍មោទនភាពនិងពេញចិត្តនោះសត្វសមុទ្រមួយស្រាប់តែហោះចូលទៅក្នុងមេឃឃើញភ្នែកពណ៌ក្រហមឈាមរបស់វាខ្ញុំក៏ស្រាប់តែមានអារម្មណ៍មិនល្អខ្ញុំក៏ក្រោកឡើងយ៉ាងលឿនដោយបដិញ្ញាថានឹងបញ្ចប់ការសម្ដែងដែលមិនធ្លាប់មានពីមុនមកនេះភ្លាមនោះវីសមួយក៏របូតចេញហើយខ្ញុំក៏ស្ទើរតែបាត់បង់លំនឹងហើយដួលក្នុងពេលជាមួយគ្នានោះពុទ្ធមភិក្ខុដែលហោះពីលើក៏បន្តជំរុញឲ្យខ្ញុំចាក់ចេញប៉ុន្តែបើមិនដូច្នេះទេពួកគេនឹងប្រើកម្លាំងដើម្បីវាស់វែងសំឡេងក្រហមខ្លាំងដូចជាពូឡានផ្ទុះនៅក្នុងត្រចៀកខ្ញុំទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការភ័យខ្លាចថ្មីនេះខ្ញុំពិបាកនៅក្នុងការរក្សាលំនឹងរបស់ខ្ញុំ